ត្រីកំងចេញបន្ទាប់មកខ្ញុំបានដាក់ទឹកបន្ថែមខ្ញុំបានដាក់ទឹកត្រីស្ករប៊ីចេងអំបិលបន្ទាប់មកខ្ញុំបានដាក់គល់ខ្ទឹមបន្ទាប់មកទៀតខ្ញុំបានដាក់ម្ទេសដាក់ស្លឹកខ្ទឹមដែលហាន់រួចហ្នឹងខ្ញុំក៏បានបិទភ្លើងបន្ទាប់មកខ្ញុំក៏បានចាក់សាច់ត្រីដែលខ្ញុំបានបេះហើយហ្នឹងចូលទៅក្នុងទឹកស្លសុំតើដែលខ្ញុំទៅមៀតបញ្ចូលទៅសលេងលើកដំបូងចានេះបងពេលធ្វើហើយគឺវាមានសភាពទឹកស្លបែបហ្នឹងណាថ្លាបន្ទាប់មកខ្ញុំបានចាត់តសក់តយងចេកនិងលាងសណ្តែកបដោះហើយនឹងស្លឹកល្ងៀងចានេះនំបញ្ចុកអរគុណបងដែលបានតាមដានទស្សនាវីដេអូ